Good morning បងប្អូនអរគ្នាថ្ងៃនេះយើងមករៀនបន្តទៀតជាមួយនឹង Facebook ម្ដងម្សិលមិញយើងរៀនជាមួយនឹង Gmail ការបង្កើត Gmail ការបង្កើតលេខទូរស័ព្ទលក្ខណៈ international យើងអាច down SMS និង Verzu សម្រាប់send the message ទៅកាន់ជាមួយនឹងគណនីគណនី social media របស់យើងថ្ងៃនេះខ្ញុំបង្រៀនពីបងប្អូនបង្កើត Facebook បងខ្ញុំបង្កើត Facebook ហើយហេតុអីខ្ញុំត្រូវបង្កើត Facebook ទៀតចាំតិចការបង្កើត Facebook ហើយគឺជាការបង្កើតរបស់បងប្អូនពីមុនមកឬក៏បងប្អូនមិនទាន់ត្រូវការ account Facebook ទៀតសម្រាប់ធ្វើទីផ្សារឬក៏បងប្អូននឹងអត់ដឹងថា Facebook របស់បងប្អូនគ្រប់គ្រងការហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីការបង្កើត Facebook ដែលមានលក្ខណៈមួយពេញលេញហើយបង្កើតបាន 100% បងប្អូនខ្លះត្រូវការ account ប៉ុន្តែបង្កើតអត់បានបងប្អូនមួយចំនួនទៀតបង្កើតហើយជាប់180ថ្ងៃហៅ check point គឺបងប្អូនបង្កើតអត់បានថ្ងៃនេះខ្ញុំប្រាប់ពីយុទ្ធសាស្ត្រនៃការបង្កើត account បាន 100% អូខេយើងចាប់ផ្ដើមទាំងអស់គ្នាថ្ងៃនេះបងប្អូនចូល account Facebook មកបងប្អូនវាយដូចខ្ញុំមក facebook.com អូខេបងប្អូនដែលមានទូរស័ព្ទបងប្អូនបង្កើតនៅក្នុង app អូខេឥឡូវយើងចាប់ផ្ដើមដាក់ឈ្មោះមកយើងដាក់ឈ្មោះអីឈ្មោះទៅចែកតែបងប្អូនទេដាក់ឈ្មោះអីឈ្មោះទៅណាបងប្អូនណាអូខេអូខេបងប្អូនដាក់មកដាក់ថ្ងៃណាថ្ងៃទៅសម្រាប់តែបងប្អូនចង់ដាក់ថ្ងៃណាថ្ងៃទៅឲ្យតែបងប្អូនចង់ដាក់អូខេឥឡូវកន្លែងនេះគឺសំខាន់ណាស់បងប្អូនត្រូវតែលោលេខទូរស័ព្ទសិនបើសិនតែបងប្អូនអត់លោលេខទូរស័ព្ទទេគឺបង្កើតអត់បានទេបើសិនណាបងប្អូនបង្កើត Gmail ខូច account Facebook ទៅ Gmail របស់បងប្អូននោះជាប់ជាមួយនឹង account ដែលខូចហ្នឹងហើយគឺពិបាក reset មកវិញអញ្ចឹងខ្ញុំឲ្យបងប្អូនបង្កើតលោលេខអញ្ចឹងយើងចូលទៅ SMS Verzu របស់យើង complete បងប្អូនចូលទៅកាន់ SMS Verzu ហើយបងប្អូនទិញsorry បន្តិចបងប្អូនចូលទិញនេះលេខ verify មួយមកដើម្បីដាក់ low បងប្អូនអត់ធ្វើអញ្ចឹងទេប្រហែលជាបងប្អូនបង្កើតអត់សូវបានបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅអត់ខុសទេត្រូវអញ្ចឹងបងប្អូនបានលេខមួយបងប្អូន copy វាមក copy ដើម្បីដាក់ low វាអូខេយើង low វាមកហើយយើងដាក់លេខទូរស័ព្ទមកបងប្អូនដាក់អីដាក់ទៅអូខេឥឡូវខ្ញុំដាក់ប៉ុណ្ណេះហើយខ្ញុំនឹងចុច sign up តែម្ដងអូខេអញ្ចឹងបងប្អូនបានលេខ Verzu ហ្នឹងបងប្អូនបង្កើតបានងាយជាងយើងយក email ទៅប្រើប្រាស់បើសិនតែបងប្អូនអត់ប្រើអាហ្នឹងទេគឺបងប្អូនជួបបញ្ហាច្រើននៅក្នុងការបង្កើត Facebook ដូចបងប្អូនខ្លះគាត់រកស៊ីតាមអនឡាញគាត់ត្រូវការបង្កើត account ច្រើនដើម្បី share ដើម្បីចឹងទៅឃើញទេបងប្អូនឥឡូវខ្ញុំបានលេខនេះហើយខ្ញុំបាននេះហើយខ្ញុំបាន verify ហើយខ្ញុំទៅមើល SMS Verzu យើងអូខេវីដេអូនេះវែងបន្តិចបងប្អូនដាក់ចិត្តដាក់កាយដើម្បីរៀនសូត្រជាមួយគ្នាបងប្អូននឹងទទួលបានអត្ថប្រយោជន៍ច្រើនអូខេយើងមកហើយគឺចាប់តិច13 7 34អូខេយើងវាយចូលទៅគឺយើង verify ជាមួយនឹង Facebook នឹងស្គាល់លេខទូរស័ព្ទយើងអូខេយើងបង្កើត account មួយបានហើយបងប្អូនប៉ុណ្ណឹងយើងបង្កើតបាន account ហើយប៉ុន្តែបងប្អូនត្រូវធ្វើបន្តទៀតព្រោះលេខទូរស័ព្ទនេះតិចទៀតវានឹងផុតរលត់ទៅហើយរយៈពេល20នាទីទេដែលក្រុមហ៊ុនSMS Verzu ហ្នឹងឲ្យយើងអញ្ចឹងយើងអីទៀតយើងធ្វើអីទៅបន្តទៀតគឺយើង connect email right អូខេ connect email អានេះយើង add frame ខ្លះទៅឲ្យ Facebook ស្គាល់ចាក់ privacy នៅប្រទេសតាមបណ្ដាប្រទេសមួយអានេះខ្ញុំបង្កើតយក IP ផ្សេងមកបង្កើតទេព្រោះ IP ខ្លះគាត់ spam យើងទៅបងប្អូនត្រូវរើស IP ដែរណាបងប្អូនត្រូវរើស IP ដែរ IP នឹងស្អីទៅបន្តតបទៀតខ្ញុំនឹងប្រាប់
បងប្អូនថា IP ហ្នឹងអីទៅបើបងប្អូនបង្កើតនៅហាងកាហ្វេហាងអីប្រហែលជាមិនសូវបានទេព្រោះ IP ជាន់គ្នាច្រើនគេលេងច្រើនអូខេអញ្ចឹងយើងបើបង្កើត account បានមួយហើយបងប្អូនចូលទៅ សុំតោះបងប្អូនទៅចូលទៅ connect email បងប្អូនចូលខ្លាយរូបមនុស្ស icon នេះទៅបងប្អូនចូលទៅ setting អូខេចូល setting ហើយបងប្អូនទៅចូលយកពាក្យបងប្អូនចូលចុចកន្លែងនេះ Simon ហ្នឹងមកបន្ទាប់មកបងប្អូនចូលយកទៅ personal detail អូខេដើម្បីយើងដាក់ email របស់យើង connect ជាមួយនឹង Facebook ថ្ងៃក្រោយមិនបាច់វាយលេខនឹងទេគឺវាយ email វិញអូខេ right អូខេចាំតិចទៅខ្ញុំនឹងយក email ដែលយើងបង្កើតម្សិលមិញemail training របស់យើងហ្នឹងឯងយើងនេះ email ដែលយើងបង្កើតម្សិលមិញអញ្ចឹងបងប្អូនរៀនបង្កើត email ហើយបានបង្កើត Facebook អូខេចាំតិចទៅខ្ញុំនឹងយក email មួយសម្រាប់ដាក់បង្រៀនបងប្អូនអូខេចាំតិចទៅបាទខ្ញុំយក email នេះក៏បានដែរបងប្អូនណាខ្ញុំយក email ហ្នឹងក៏បានដែរ email ហ្នឹងដូចជាអត់ទាន់បង្កើត Facebook ទេអូខេចាំតិចទៅបងប្អូនអាចនឹងវាយចូល email ហ្នឹងម្ដងទៀតអូខេមាន security ខ្លះសម្រាប់យើង skip មួយចោលបងប្អូនពេលខ្លះណាបងប្អូនចូល email មិនចឹងពេកទេគាត់ថានេះខ្ញុំអត់បានត្រៀមពីមុនមកចឹងអធិស្ឋានផងអូខេឥឡូវយើងយក email នឹងមកដាក់មកបាទយើងយក email នឹងមកដាក់មក email មកដាក់នៅក្នុងណាគឺក្នុង Facebook របស់យើងដើម្បី connect បាញ់ឲ្យក្រោយបើបងប្អូនអត់ connect ទេទីទៀតទូរស័ព្ទបាត់លេខទូរស័ព្ទបាត់បងប្អូនអត់មានអីវាយចូលទេវាយចូលបានប៉ុន្តែវាឲ្យ verify ជាមួយនឹងលេខទូរស័ព្ទយើងអត់មាន verify ទេព្រោះលេខទូរស័ព្ទយើងជួលមកទេរយៈពេល20នាទីទេអូខេឥឡូវបងប្អូនផាស email ចូលហើយបងប្អូនគ្រីសមួយមកអូខេអញ្ចឹងយើងចាំ verify ជាមួយនឹងGmail របស់យើងចាំតិចខ្ញុំចូលទៅយក Gmail របស់យើងអូខេរងចាំ Facebook បោះសារមកនេះ Facebook បោះសារមកអូខេបងប្អូនធ្វើដូចខ្ញុំដែរណាយើង copy វាមកបាទ copy វាមកបាទ copy យកពាក្យ copy បងប្អូននៅទូរស័ព្ទបងប្អូនអាចបង្កើតបានដូចគ្នាអត់មានបញ្ហាទេអត់ច្បាស់មកជួបខ្ញុំដើម្បីរៀនបន្ថែមទៀតក៏បានដែរមានពេលខ្ញុំនឹងឆ្លើយតបនឹងប្រាប់បងប្អូនឲ្យបានច្រើនអូខេបន្ទាប់មកយើងចូលជាមួយនឹងFacebook យើងវិញមកយើងនឹងផាសចូលលេខកូដនេះអូខេលេខកូដដែលយើង copy ពី email មិញឥឡូវយើងផាសហើយ verify ជាការស្រេចអូខេអញ្ចឹងយើងបាន Facebook account Facebook មួយដល់ professional យើងមាន email យើងមាន password ត្រឹមត្រូវអូខេ password អ្វីដែលបងប្អូនបង្កើតពីដំបូងនឹងឯងអញ្ចឹងបងប្អូន refresh មួយនេះ refresh មួយអូខេឃើញទេយើងមាន email អញ្ចឹងអ្វីបន្ទាប់ទៀតគឺបងប្អូន remove លេខទូរស័ព្ទនេះចោលនេះលេខទូរស័ព្ទខាងលើនេះគឺយើង remove ចោលលេខជួលគេទេលេខដែលយើងទិញពី SMS version ហ្នឹងគឺយើងលុបចោលយើងអត់ទុកទេកុំឲ្យវាចាប់ជាមួយនឹង2FA ថ្ងៃក្រោយអូខេយើងនឹងបាន account មួយដែលអាចពេញលេញបានបងប្អូនអាចប្រើការបានជាមួយនឹង account នេះអូខេអញ្ចឹងយើងគ្រាន់តែ make profile ទៅគឺបានជាការស្រេចអ្វីដែលពិសេសនោះគឺយើងឆែកជាមួយនឹងតើវាចាប់ប្រទេសនៅកាលណាបញ្ចប់ប្រទេសយើងនឹងបង្កើត page បានអូខេវីដេអូបន្ទាប់ទៀតបងប្អូននឹងរៀនពីជាមួយខ្ញុំទៀតជាមួយនឹងការបង្កើត page ឥឡូវខ្ញុំទៅមើលតើវាចាប់គេហៅថា primary នៅតើ account យើងនឹងចុចចាប់នៅ primary នៅអូខេយើងចុចទៅមើលតើវាចាប់ primary នៅអូខេនេះ account ខ្ញុំចាប់ primary ភ្លាមណាបងប្អូនណាគឺខ្ញុំបង្កើតយកថៃទេខ្ញុំកើត IP ថៃទេខ្ញុំនៅខ្មែរមែនប៉ុន្តែខ្ញុំអាចបង្កើត account ថៃបានអានេះជារឿងមួយសម្រាប់បងប្អូនថ្ងៃក្រោយបងប្អូនចេះធ្វើ MMO បងប្អូននឹងយល់
ប៉ុន្តែវាទៅជ្រៅទៀតអញ្ចឹងបងប្អូនថ្ងៃនេះបងប្អូនរៀនមួយខ្ញុំមួយសិនទៅដើម្បីជាថាប្រយោជន៍បងប្អូនចូលមើលសបក៏បានដែរចូលមើលសបបងប្អូននឹងនេះ marketplace អូខេឃើញ marketplace បងប្អូនឃើញសិតទៅលុយបាតទេបងខ្មែរយើងលុយរៀលអូខេអញ្ចឹងវាចែកប្រាប់បង្កើតភ្លាមចាប់ primary ភ្លាមអូខេវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួយ share ជួយ like ដើម្បីកម្លាំងចិត្តចង់រៀនជាមួយខ្ញុំផ្ទាល់ក៏បានដែរអូខេបាយបាយ